បងប្អូនអ្នកនិយមញ៉ាំកាហ្វេប្រកាសជាស្គាល់ brand Starbucks បាទអញ្ចឹងគឺកាហ្វេឆ្ងាញ់កន្លែងល្អសេវាកម្មល្អត្រជាក់ចូលទៅដល់ឈ្ងុយអញ្ចឹងបាទតែបងប្អូនមិនបានដឹងទេថាតើ Starbucks តម្រាំបានคล้ายជាក្រុមហ៊ុនដ៏ធំលក្ខណៈលំដាប់ពិភពលោកក្រុមហ៊ុនយក្សអញ្ចឹងណាតែឆ្លងកាត់ប្រវត្តិរឿងរ៉ាវជូរចត់តស៊ូបរាជ័យជោគជ័យយ៉ាងណាដែរបាទថ្ងៃនេះខ្ញុំសូមលើកយកអត្ថបទហ្នឹងមកបរិយាយអំពីប្រវត្តិរឿងរ៉ាវរបស់ Starbucks ហើយខ្ញុំដកស្រង់ចេញពី Business Insider បាទប៉ុន្តែមុននឹងចូលទៅដល់អត្ថបទហ្នឹងខ្ញុំសូមចែកម្លែកនៅពាក្យកន្លឹះជាភាសាអង់គ្លេសចំនួន10ពាក្យបាទអញ្ចឹងពាក្យទី1ពាក្យថា interim ពាក្យទី2ពាក្យថា tenure ពាក្យបន្តមកទៀតគឺ CEO ពាក្យថា chairman ពាក្យថា despair ពាក្យថា founder ពាក្យថា coffee roaster ពាក្យថា retail ពាក្យថា revolutionary និងពាក្យចុងក្រោយគេគឺ defining moment បាទអញ្ចឹងមុននឹងចូលទៅដល់អត្ថបទហ្នឹងខ្ញុំសូមបកប្រែពាក្យទាំងអស់ហ្នឹងសិនហេតុអីដោយសារពាក្យទាំងអស់ហ្នឹងគឺខ្ញុំដកស្រង់ចេញពីអត្ថបទទាក់ទងជាមួយនឹងហាង Starbucks ហ្នឹងបាទពាក្យថា interim នេះបើនៅក្នុងតំណែងកន្លែងការងារកាលណា interim position មានន័យថាទូនាទីបណ្ដោះអាសន្នអញ្ចឹងមានន័យថាបើករណីដូចក្នុងក្រុមហ៊ុន Starbucks អញ្ចឹងកាលណាបើ CEO មួយគាត់លាលែងទៅហើយមិនទាន់មាន CEO ថ្មីចូលមកគេត្រូវរើសយកមនុស្សម្នាក់ដើម្បីធ្វើជា interim CEO អញ្ចឹង interim មានន័យថាបណ្ដោះអាសន្នឬក៏មួយរយៈ temporary រយៈពេលខ្លីបាទពាក្យថា tenure នេះបើសំដៅទៅលើទីតាំងផ្ទះជួលបន្ទប់ជួលហាងគេជួលគឺ tenure នេះគឺកុងត្រាជួលបាទកុងត្រាជួលវាប្រកាសជាមាន3ឆ្នាំ5ឆ្នាំអញ្ចឹងណាអញ្ចឹងគឺកិច្ចសន្យាជួលមួយដែលមានរយៈពេលជាក់លាក់ពាក្យថា CEO ពាក្យពេញថា Chief Executive Officer មានន័យថានាយកប្រតិបត្តិបាទអញ្ចឹងនៅក្នុងក្រុមហ៊ុនគឺមាន CEO ដែលជាតំណែងធំជាងគេបាទពាក្យមួយទៀតពាក្យថា Chairman ប្រែថាប្រធានស្ដាប់ទៅដូចតូចទេប៉ុន្តែមែនតើធំជាង CEO ទៀតបាទហើយ Chairman គេប្រើក្នុងតំណែងបើសិនបើក្រុមហ៊ុននឹងមានក្រុមហ៊ុនតូចនៅក្រោមច្រើនអញ្ចឹងណាអញ្ចឹង Chairman ហ្នឹងគឺមើលការខុសត្រូវក្នុងក្រុមហ៊ុនទាំងមូលហៅថា group ធំគេមួយហើយគេមានក្រុមហ៊ុនតូចនៅពីក្រោមអញ្ចឹងណាបាទពាក្យថា despair នេះប្រែថាទៅដល់ខ្យល់ឬក៏ថាចង់ដាច់ខ្យល់ហើយពាក្យថា despair នេះបើនៅក្នុងស្ថានភាពដាច់បាយ despair មានន័យថាដេកចង់ដាច់បាយដាច់ពោះហើយបាទពាក្យថា founder ប្រែថាស្ថាបនិកអញ្ចឹងអ្នកដែលបង្កើតក្រុមហ៊ុនដំបូងគេមានកំណត់ដាក់ឈ្មោះឬក៏ថាដំណើរការឲ្យមានជាក្រុមហ៊ុនដំបូងគេស្ថាប័នដំបូងគេសាលាដំបូងគេស្អីដំបូងគេហ្នឹងគេហៅ founder អញ្ចឹង founder បាទប្រែថាស្ថាបនិកអ្នកដែលដឹកនាំធ្វើដំបូងគេបងអស់ Coffee roaster បើយើងចូលចិត្តញ៉ាំកាហ្វេយើងទៅហាងខ្លះគឺគេមានដាក់កន្លែងសម្រាប់ឲ្យមានជាម៉ាស៊ីនលីងគ្រាប់កាហ្វេអញ្ចឹង Coffee roaster ហ្នឹងគឺកន្លែងសម្រាប់លីងគ្រាប់កាហ្វេហើយឈ្ងុយអញ្ចឹងទៅណាអញ្ចឹងគេមានម៉ាស៊ីនគេ automatic អីចឹងណាហើយបើយើងតាមផ្ទះគេមានអា Coffee roaster ហ្នឹងគឺយើងលីងដោយដុតភ្លើងអស់អញ្ចឹងទៅហើយយើងបង្វិលដោយដៃខ្លួនឯងអញ្ចឹង Coffee roaster ហ្នឹងគឺលីងគ្រាប់កាហ្វេឲ្យឈ្ងុយល្មមសម្រាប់យកទៅកិននិងឆុងញ៉ាំ Retail ជាគូជាមួយនឹង Wholesale ប្រែថាលក់ដុំ Retail ប្រែថាលក់រាយណា Retail លក់រាយអញ្ចឹងចំនួនរបស់យើងវាប្រកាសជាមានលក់ដុំលក់រាយណាជាពិសេសបើអ្នកគេអត់ចង់លក់រាយគេលក់ដុំគឺយកមកច្រើនអញ្ចឹងគេលក់ម្ដងដុំចេញធំទៅហើយយើងអត់មានលុយទិញឲ្យច្រើនយើងលក់រាយយើងទិញតិចយកមកលក់អស់បានទៅទិញតទៀតអញ្ចឹងណា Retail លក់រាយបាទពាក្យបន្តមកទៀតពាក្យថា revolutionary អញ្ចឹង revolutionary នេះប្រែថាបដិវត្តន៍បើនៅក្នុងវិស័យជំនួញមានន័យថាធ្វើឲ្យមានការផ្លាស់ប្ដូរដ៏ធំមិនធ្លាប់មាន revolutionary ឬក៏ថាធ្វើការបដិវត្តជំនួញមួយមានន័យថាផ្លាស់ប្ដូរពីរបៀបកទៅរបៀបខពាក្យចុងក្រោយគឺពាក្យថា defining moment ពាក្យហ្នឹងគឺសំដៅទៅលើក្នុងកាលៈទេសៈដ៏សំខាន់មួយដែលមានការផ្លាស់ប្ដូរខ្លាំងជាទីបំផុត defining moment មានន័យថាពេលហ្នឹង
cứត្រូវតែធ្វើបើមិនធ្វើចេញសចេញខ្មៅយ៉ាងគេ defining moment គឺជាពេលដ៏សំខាន់ដែលនឹងមានការផ្លាស់ប្ដូរដ៏ធំអីមួយអញ្ចឹងពាក្យរបស់យើងទាំង10ប្រែរួចហើយឥឡូវយើងចូលទៅមើលសាច់រឿងរបស់ Starbucks បាទហើយបងប្អូនគួរតែដឹងពីព្រោះអីជាសាច់រឿងដ៏អស្ចារ្យទាក់ទងជាមួយនឹងការបង្កើតនៅក្រុមហ៊ុនកាហ្វេ Starbucks មួយដែលសាមញ្ញតូចរហូតដល់ក្លាយទៅជាក្រុមហ៊ុនយក្សលំដាប់ពិភពលោកបាទអញ្ចឹងក្នុងហ្នឹងគឺគេបានបញ្ជាក់អំពីបេដាស្ថាបនិកបាទគឺ Howard Schultz ហ្នឹងគឺជាបេដាស្ថាបនិកដែលនាំឲ្យមានហាងកាហ្វេ Starbucks ដ៏ធំយក្សលំដាប់ពិភពលោកបាទ Howard Schultz ហ្នឹងគឺគាត់មានប្រវត្តិរឿងរ៉ាវកំសត់ដែរមានន័យថាគាត់គឺជាកូនរបស់ឪពុកម្ដាយដែល drop out of high school មានន័យម្ដាយឪពុករបស់គាត់ហ្នឹងគឺរៀនអត់ចប់ high school ទេហើយគាត់រស់នៅក្នុងតំបន់ដែលគេថាខាងរដ្ឋគេអ្នកឧបត្ថម្ភឲ្យ public housing projects គឺរស់នៅក្នុងផ្ទះដែលរដ្ឋគេអ្នកធ្វើឲ្យគេជួលឲ្យប្រជាជននៅអញ្ចឹងទៅអញ្ចឹងមានន័យថាស្ថានភាពគ្រួសារហ្នឹងมันជាស្រួលទេពេលហ្នឹងបាទអញ្ចឹងសាច់រឿងហ្នឹងគឺ Howard Schultz ហ្នឹងគាត់ផ្លាស់ប្ដូរជីវិតគាត់ឬក៏ថាខណៈពេលមួយដែលជាពេល defining moment របស់គាត់ហ្នឹងគឺគាត់ចាំបានថាការគាត់នៅអាយុ7ឆ្នាំគាត់ត្រឡប់មកផ្ទះវិញឃើញឪពុករបស់គាត់អង្គុយហត់ដុតនឹងហើមហើយគាត់ឪពុករបស់គាត់ហ្នឹងជាអ្នកបើកឡាន truck បើកឡានដឹកទំនិញណាហើយគាត់ឈឺដល់ពេលឈឺទៅអត់អាចទៅធ្វើការបានអញ្ចឹងអង្គុយនៅផ្ទះហើយដូចថាមើលទៅអាណិតឪពុកដូចជាអូនថាបាក់ទឹកចិត្តអស់សង្ឃឹមពីព្រោះអីឈឺទៅអត់មានអ្នកណាទៅធ្វើការហើយអត់ធ្វើការគឺអត់មានលុយយកមកឧបត្ថម្ភចិញ្ចឹមកូនទេអញ្ចឹង Howard Schultz ហ្នឹងគាត់មានអារម្មណ៍មួយថាអាណិតឪពុកហើយគាត់ចេះតែគិតថាតើគួរតែធ្វើអីដើម្បីឲ្យគ្រួសាររបស់គាត់បានប្រសើរឡើងព្រោះអីពេលនោះបុគ្គលិកធ្វើការងារគឺអត់មានជាធានារ៉ាប់រង health insurance ឬក៏ working insurance អីទេអញ្ចឹងទៅធ្វើឲ្យគាត់គឺត្រូវរកវិធីយ៉ាងណាដើម្បីធ្វើជាមនុស្សដែលរឹងមាំក្នុងការបង្កើតនៅចំណូលសម្រាប់គ្រួសារម្ដាយរបស់គាត់គឺជាអ្នកដែលជំរុញលើកទឹកចិត្ត Howard Schultz នឹងខ្លាំងជាងគេគឺលើកទឹកចិត្តឲ្យគាត់ប្រឹងប្រែងរៀនហើយគាត់រៀនបានហៅឧបករណ៍ប៉ុន្តែហៅឧបករណ៍ហ្នឹងមិនមែនហៅឧបករណ៍អីទេគឺហៅឧបករណ៍កីឡាប៉ុន្តែគាត់ដល់ពេលគាត់ចូលបានទៅរៀននៅ Northern Michigan University គាត់បែរជាមិនលេងកីឡានឹងទេគាត់សុខចិត្តជាយាមទៅរកការងារផ្សេងហើយគាត់រកការងារធ្វើការងារនឹងច្រើនប្រភេទណាគាត់ធ្វើការងារនេះនៅក្នុងនេះគេបានលើកឡើងថាគាត់ទៅធ្វើការងារជា bartender ជា sales representative ជា even soul blood មានទាំងលក់ឈាមដើម្បីយកលុយមករៀនក៏ដូចជាចិញ្ចឹមគ្រួសារទៀតបាទចឹងកំឡុងឆ្នាំ70និងឆ្នាំ80ហ្នឹងគឺគាត់បានថាដើរធ្វើការគ្រប់ទិសទីកន្លែងហើយពេលនឹងដែរគឺជាពេលដែលក្រុមហ៊ុន Starbucks ហ្នឹងគាត់មានកាហ្វេហើយកាហ្វេរបស់គាត់ហ្នឹងគឺគាត់ផ្ដោតទៅលើការលីងគ្រាប់កាហ្វេអញ្ចឹងគាត់លីងហើយគាត់លក់កាហ្វេហ្នឹងទៀតបាទនៅឆ្នាំ1980 Howard Schultz ហ្នឹងក៏ចូលធ្វើការនៅក្រុមហ៊ុន Starbucks ហ្នឹងដែរបាទហើយពេលហ្នឹងហើយគឺជាពេលដែលគាត់ចាប់ដើមមើលឃើញថាStarbucks ហ្នឹងគឺយើងអាចធ្វើឲ្យធំជាងនឹងបានហើយជាលំដាប់ពិភពលោកបានបាទអញ្ចឹងគាត់ក៏មានកំណត់ហ្នឹងគាត់ទៅនិយាយជាមួយមេរបស់គាត់ថាមេគួរតែធ្វើឲ្យក្រុមហ៊ុន Starbucks ហ្នឹងទៅជាក្រុមហ៊ុនលំដាប់ពិភពលោកប៉ុន្តែមេរបស់គាត់ហ្នឹងអត់ជឿជាក់គាត់ទេអត់ជឿជាក់ទៅលើការវិភាគនិងការចង់បានរបស់ Howard Schultz ហ្នឹងទេរហូតមកដល់ឆ្នាំ1987 Howard Schultz ហ្នឹងក៏ទិញក្រុមហ៊ុន Starbucks ហ្នឹងហើយគាត់ក៏ចាប់ផ្ដើមបើកឲ្យមានសាខា17សាខានៅទូទាំងអាមេរិកហ្នឹងណាបាទហើយពេលហ្នឹងហើយជាពេលដែល Howard Schultz ហ្នឹងបានចាប់ផ្ដើមសម្រេចចិត្តថាបើកសាខាដំបូងគេនៅទីក្រុង New York ខណៈពេលហ្នឹងគឺប្រជាជនអ្នកនៅ New York ហ្នឹងអត់ទាន់ស្គាល់ថាអ្វីទៅហៅថា latte ទេហើយអាន latte ហ្នឹងទៅជា late ឬ latte អញ្ចឹងណាវត្តមានរបស់
ហាងកាហ្វេ Starbucks ហ្នឹងធ្វើឲ្យប្រជាពលរដ្ឋអាមេរិកចាប់ផ្ដើមស្គាល់ latte ចាប់ផ្ដើមចូលចិត្តរសជាតិកាហ្វេហើយហ៊ានចំណាយលុយក្នុងការទិញកាហ្វេឲ្យមួយកែវ$5ហើយកាហ្វេ Starbucks ហ្នឹងគឺគ្រប់ទិសទីកន្លែងគឺតម្លៃស្តៀងគ្នាទេ$3-4$5ហ្នឹងបាទអំឡុងពេលឆ្នាំ98ដល់ឆ្នាំ2008 Starbucks បានកើនចំនួនហាងពី1886ទៅដល់16680ទីតាំងបាទគឺរីកលឿនមែនទែនបាទពី98ដល់2008 10ឆ្នាំហើយ Starbucks គឺរីកលឿនមែនទែនគឺពី1000កន្លែង1800ទីតាំងទៅដល់16000គឺអស្ចារ្យមែនទែនបាទគិតមកដល់ត្រឹមសប្តាហ៍ថ្ងៃនេះគឺ Starbucks មាននៅក្នុង80ប្រទេសនៅលើពិភពលោកហើយមានសាខារហូតទៅដល់34300សាខាបាទ The chain reported net revenues of 29.1 billion in 2021 បាទអញ្ចឹងគឺចំណូលជា net revenues ហ្នឹងគឺបានចំនួនទៅដល់29.1 កោតលានច្រើនមែនតើហ្មង100លាន1000លានបាន1 billion ដល់ពេល29 billion ច្រើនមែនតើបងប្អូន and the company's market cap is roughly 95 billion អញ្ចឹងបាទអញ្ចឹងសម្រាប់តម្លៃរបស់ក្រុមហ៊ុនហាងកាហ្វេ Starbucks ហ្នឹងគឺជារួមគឺ95 billion Schultz net worth is about 4 billion បាទអញ្ចឹង Schultz ខ្លួនគាត់ហ្នឹងដែលជាបេតាស្ថាបនិករបស់ហាងកាហ្វេ Starbucks គឺគាត់មានលុយខ្លួនគាត់ហ្នឹង4កោតលានបាទអស្ចារ្យមែនទែនបាទអញ្ចឹងរឿងរ៉ាវរបស់ Starbucks មានប៉ុណ្ណឹងត្រង់ថា Starbucks ចាប់ផ្ដើមពីហាងកាហ្វេដែលផ្ដោតទៅលើការលេងគ្រាប់កាហ្វេប៉ុន្តែ Howard Schultz គាត់ចូលមកគាត់ទិញ brand ហាង Starbucks ហ្នឹងហើយគាត់ចាប់ផ្ដើមបរិយាទីផ្សារដោយផ្ដោតទៅលើមិនមែនផ្ដោតទៅលើលេងគ្រាប់កាហ្វេទេគឺផ្ដោតទៅលើការធ្វើឲ្យកាហ្វេឆ្ងាញ់កាហ្វេឈ្ងុយសេវាកម្មល្អហើយបុគ្គលិកក៏មានសុខភាពល្អទទួលបានប្រាក់ខែសមរម្យមានធានារ៉ាប់រងហើយអតិថិជនស្រឡាញ់ពេញចិត្តសេវាកម្មរបស់កាហ្វេ Starbucks ជាហេតុធ្វើឲ្យ Starbucks នឹងរីកលូតលាស់លឿនច្រើនមែនទែនដែលពីចំនួនត្រឹមតែ1000កន្លែងរហូតមកដល់ពេលបច្ចុប្បន្នហ្នឹងថ្ងៃហ្នឹងឆ្នាំហ្នឹង2026ហ្នឹងណាគឺមាន34000កន្លែងទូទាំងពិភពលោកចំនួន80ប្រទេសបាទគឺអស្ចារ្យមែនទែនបាទកន្លែងនេះហើយខ្ញុំចង់បញ្ជាក់ថាសាច់រឿងគឺតើតើជាមួយក្តីសុបិនកាលណាបើយើងមានក្តីសុបិនគឺយើងអាចធ្វើបានហើយអ្នកធ្វើការរកស៊ីផ្នែកហាងកាហ្វេនៅស្រុកខ្មែរហ្នឹងក៏គួរតែមានក្តីសុបិនដូចគាត់នឹងដែរគឺថាបរិយាសាខាបានច្រើនកន្លែងបើមិនទាន់ទៅពិភពលោកក៏ធ្វើម៉េចឲ្យរីកនៅក្នុងតំបន់មានប្រទេសកម្ពុជាខ្មែរឡាវភូមាវៀតណាមម៉ាឡេហ្វីលីពីនសិង្ហបុរីជាដើមឥណ្ឌូនេស៊ីជាដើមសុទ្ធតែជាទីផ្សារដែលយើងអាចវាលោកទៅបានហើយការចេញពីចំណុចទូចមួយគឺការហ៊ានបរិយានៅក្តីសម័យរបស់យើងហើយដើរតាមក្តីសម័យរបស់យើងបាទអញ្ចឹងសរុបអត្ថបទមកប៉ុណ្ណឹងហើយបងប្អូនអាចមើលបន្ថែមបាននៅក្នុង website របស់ Business Insider រំលឹកពាក្យទាំង10ពាក្យរបស់យើងមុននឹងបញ្ចប់ទី1ពាក្យ interim មានន័យថាមួយរយៈឬក៏អន្តរសម័យបាទពាក្យថា tenure ហ្នឹងគឺកិច្ចព្រមព្រៀងមានពេលកំណត់មួយ CEO នាយកប្រតិបត្តិ Chairman ប្រែថាប្រធាន Despair ហ្នឹងមានន័យថាទៅដកខ្យល់ Founder ស្ថាបនិក Coffee Roaster លីងគ្រាប់កាហ្វេ Retail លក់រាយ Revolutionary បដិវត្តន៍ Defining moment ពេលដ៏សំខាន់មួយដែលធ្វើឲ្យមានការផ្លាស់ប្ដូរដ៏ធំបាទនេះជាពាក្យទាំង10ហើយសូមអរគុណច្រើនជំរាបលាបាទ